ថ្ងៃនេះយើងមករៀនពាក្យសាមញ្ញបំផុតសម្រាប់បងប្អូនដែលគាត់អត់សូវមានគ្រឹះភាសាចិនអាចនឹងជួយគាត់ច្រើនហើយអ្នកដែលមានគ្រឹះខ្លះៗតាមរយៈវគ្គសិក្សាខ្លីៗក៏សង្ឃឹមថាអាចមានអ្វីថ្មីទៅដល់គាត់ពាក្យឈៀងយើងដឹងហើយប្រើប្រាស់ដើម្បីបែបគួរសមហើយយើងអាចបកប្រែថាអញ្ជើញឬក៏សូមជាទូទៅក្រោយពាក្យឈៀងហ្នឹងគឺយើងឃើញមានជាពាក្យកិរិយាសព្ទឬក៏សកម្មភាពឧទាហរណ៍អង្គុយយើងថាជួអញ្ចឹងសូមអញ្ជើញអង្គុយឈៀងជួចូលយើងគឺជីងអញ្ចឹងសូមអញ្ជើញចូលឈៀងជីងចាក់ចេញលីខាយសូមអញ្ជើញចាក់ចេញឈៀងលីខាយរឹតតែឲ្យ clear នឹងពេញឈៀងនីលីខាយពាក្យនិយាយចាំងឬក៏សួរអញ្ចឹងសូមនិយាយ请讲或者请说松说请问请问这里你是办公室吗请问这里是办公室吗សូមសួរថាបាននៅទីនេះជាការិយាល័យឬអត់ឈៀងហ្នឹងក៏យើងអាចប្រើនៅក្នុងប្រយោគបដិសេធបើយើងប្រើនៅប្រយោគបដិសេធជាទូទៅយើងប្រើ请别别ហ្នឹងកុំតែ请别ឬក៏不要不要យើងអត់អានពូឯងព្រោះដោយសារ要ហ្នឹងគឺសលេងទី4អញ្ចឹងពូហ្នឹងទៅជាសលេងទី2不要请别ឬក៏请不要ហើយបូកនឹងសកម្មភាពឧទាហរណ៍និយាយស្ដីយើងខាងលើយើងនិយាយថាស្វឬក៏ចាំងប៉ុន្តែពាក្យនិយាយស្ដីឲ្យពេញពាក្យដែលយើងប្រើតែ2ម៉ាត់គឺ说话请别说话យើងក៏អាចនិយាយថា请别讲话ពាក្យយឺតយើងរៀនមេរៀនមុនហើយ迟到កុំយឺត请不要迟到សូមកុំយឺត一下一下បន្តិចហើយមួយទៀតដែលយើងអាចបកប្រែបន្តិចហ្នឹងគឺ一点ក៏បកប្រែបន្តិចដូចគ្នាអញ្ចឹងយើងមកមើលថាពេលណាយើងប្រើ一下ពេលណាយើងប្រើ一点យើងមើលនេះ一下លេខ1មួយអាន一下សលេងទី2ទៅពេល一点មួយអានសលេងទី4សម្រាប់បងប្អូនដែលមានកម្រិតខ្ពស់គឺគាត់អាចដឹងថានឹងមិនបានម្ដងសលេងទី2ម្ដងសលេងទី4ឬក៏ប្រើប្រួលសលេង一下សលេងទី2ដល់ពេល一点សលេងទី4បកប្រែបន្តិចដូចគ្នាទៅពេលណាយើងប្រើ一下ពេលណាយើងប្រើ一点យើងមកមើលឧទាហរណ៍ហើយនឹងការប្រៀបធៀបជាទូទៅ一下គឺសកម្មភាពអីមួយបូកជាមួយនឹង一下បន្តិចដល់ពេល一点គឺនិយាយអំពីកម្រិតហើយយើងបូកជាមួយនឹងពាក្យ一点ទៅយើងបកប្រែថាបន្តិចដូចគ្នាយើងលើកមើលឧទាហរណ៍សកម្មភាពដូចជាពាក្យ看មើលបន្តិច看一下ចាំ等一下សាកល្បង试一下ពិនិត្យ检查一下ពាក្យទាំងអស់ដូចជាខានតឹង试检查កិរិយាសព្ទទាំងអស់ហ្នឹងគឺអត់អាចប្រើជាមួយបូកជាមួយនឹង一点看一点等一点试一点检查一点យើងអត់អាចប្រើអញ្ចឹងទេ一点ឧទាហរណ៍យើងនិយាយអំពីកម្រិតដូចជាយឺត慢一点យឺតបន្តិច快一点លឿនបន្តិច大一点ធំបន្តិច少一点តូចបន្តិចគ្នាពាក្យទាំងអស់ហ្នឹងក៏យើងអាចប្រើជាមួយនឹង一下ដែរចាគឺអាចមានយើងអាចបើនិយាយខ្មែរអាចបកប្រែបានច្រើនទៅតាមស្ថានភាពអាចបកម្ដងទៀតបន្ទាប់មកគឺយើងធ្វើម្ដងទៀតឬក៏ផ្សេងពេលខ្លះមិនទាន់កើតឡើងក្រោយពាក្យចាយជាទូទៅគឺកិរិយាសព្ទឧទាហរណ៍ធ្វើម្ដងទៀតធ្វើគឺអី做ម្ដងទៀត一次អញ្ចឹងធ្វើម្ដងទៀត再做一次ចឹងនិយាយម្ដងទៀត再说一次ពេលនងនិយាយគេហៅ一遍再说一遍是សាកល្បង再试一次សាកល្បងម្ដងទៀតតាពាក្យសំម្ដងទៀត再来សំម្ដងទៀតយើងចង់និយាយថាអត់តាន់កាត់ឡើងពាក្យចាំបន្តិចចាំនិយាយចាំតិចទៀតចាំនិយាយ等一下ចាំតិចទៀត再说等一下再说ចាំតិចទៀតចាំនិយាយ再等等再等等等等ចាំសិន再等等បកប្រែថាចាំសិនមានន័យថាគេរកធ្វើអីមួយយើងថាចាំផ្លែមានន័យថាចាំតិចទៀតយើងធ្លាប់ឃើញជាទូទៅពាក្យចាយជៀនលាហើយប៉ុន្តែចាយជៀនហ្នឹងគឺបង្កប់ថាថ្ងៃក្រោយនឹងជួបគ្នាទៀតគេមានន័យថាស្មើនឹងលាឯងព្រោះឡូវឈប់ជួបគ្នាថ្ងៃក្រោយនឹងជួបគ្នាទៀតស្មើនឹងពាក្យលាហើយចាយសើម្ដងទៀតចាយសើចាយឡាយយើងមកប្រែម្ដងទៀតដូចគ្នាគាត់ថាចាយសើហ្នឹងជាទូទៅប្រើនៅក្នុងការសរសេរហើយចាយឡាយគឺភាសានិយាយមើល clear ឲ្យពេញ请帮我检查一下这个产品请សូម帮ជួយ我ខ្ញុំ检查ពិនិត្យ一下បន្តិច这个产品ផលិតផលមួយនេះ产品ផលិតផល这个产品ផលិតផលមួយនេះ如果ប្រសិនបើ有问题មានបញ្ហា随时គ្រប់ពេល联系តំណែង我សូមជួយខ្ញុំពិនិត្យផលិតផលមួយនេះបន្តិចប្រសិនបើមានបញ្ហាសូមតំណែងខ្ញុំគ្រប់បានគ្រប់ពេល
请帮我检查一下这个产品，如果有问题，随时联系我。